បាទជំរាបសួរនិងសួស្តីប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ Channel របស់យើងខ្ញុំបាទតើអ្នកធ្លាប់សួរខ្លួនឯងទេថាហេតុអ្វីបានជាមនុស្សជាច្រើនចូលចិត្តបរិភោគផ្លែត្រសក់បាទតើត្រសក់មានអត្ថប្រយោជន៍អ្វីចំពោះសុខភាពណាអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងស្វែងយល់អំពីអត្ថប្រយោជន៍សំខាន់ៗរបស់ផ្លែត្រសក់បាទនិងវិធីបរិភោគទទួលទានឲ្យមានប្រយោជន៍ល្អបំផុតបាទសូមទស្សនារហូតដល់ចប់ដើម្បីកុំឲ្យខកខានព័ត៌មានសំខាន់បាទត្រសក់ជាបន្លែមួយប្រភេទណាដែលគេត្រូវបានដាំដុះនិងបរិភោគយ៉ាងទូលំទូលាយនៅជុំវិញពិភពលោកយ៉ាងនេះបាទវាមានឲ្យជារសឈ្ងុយឆ្ងាញ់បាទនៅក្នុងត្រសក់មានជាតិទឹកច្រើនហើយមានកាឡូរីទាបទៀតផងបាទជាងនឹងទៅទៀតបាទត្រសក់គឺសម្បូរវីតាមីន K បាទវីតាមីន C ប៉ូតាស្យូមហើយនិងជាតិសរសៃបាទព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មមួយចំនួនដែលមានសារៈយ៉ាងសំខាន់បាទចំពោះសុខភាពរបស់លោកអ្នកបាទតទៅនេះយើងនឹងដឹងអំពីសារធាតុសំខាន់ដែលមាននៅក្នុងផ្លែត្រសក់ទាំងអស់គ្នាបាទទី1គឺជួយបំពេញជាតិទឹកនៅក្នុងរាងកាយបាទត្រសក់មានជាតិទឹកប្រហែលជា95ទៅ96%បាទដូច្នេះវាជួយបំពេញជាតិទឹកដែលរាងកាយបាត់បង់តាមការបែកញើសឬតាមរយៈអាកាសធាតុក្តៅបាទការទទួលទានត្រសក់គឺអាចជួយឲ្យរាងកាយបាទមានជាតិទឹកគ្រប់គ្រាន់និងជួយឲ្យមានអារម្មណ៍ស្រស់ស្រាយបាទជាពិសេសនៅពេលដែលមានអាកាសធាតុក្តៅណាបាទទី2គឺរក្សាទម្ងន់របស់លោកអ្នកមិនឲ្យឡើងទេណាត្រសក់មានកាឡូរីទាបប៉ុន្តែមានទឹកនិងមានជាតិសេលូឡូសច្រើនបាទជាតិសេលូឡូសគឺអាចជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរបាទដូច្នេះអាចជួយកាត់បន្ថយការញ៉ាំអាហារលើសពីតម្រូវការរបស់លោកអ្នកបាទទោះជាយ៉ាងណាក្តីបាទការគ្រប់គ្រងទម្ងន់ក៏ត្រូវការរបបអាហារបាទដែលមានតុល្យភាពនិងការហាត់ប្រាណជាប្រចាំថ្ងៃផងដែរបាទទី3ជួយដល់ប្រព័ន្ធរំលាយអាហារបាទត្រសក់មានជាតិសេលូឡូសបាទដែលជួយដល់ចលនារបស់ពោះវៀនហើយនឹងអាចជួយបន្ថយបញ្ហាទល់លាមកផងដែរបាទការទទួលទានបន្លែហើយនឹងផ្លែឈើដែលមានជាតិសរសៃជាតិសេលូឡូសគ្រប់គ្រាន់គឺជាផ្នែកមួយនៃរបបអាហារដែលជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហាររបស់លោកអ្នកឲ្យដំណើរការបានល្អផងដែរបាទទី4គឺជួយថែរក្សាស្បែកបាទផ្លែត្រសក់គឺមានវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកម្មសិកាពីការខូចខាតណាជាតិទឹកនៅក្នុងផ្លែត្រសក់គឺអាចជួយរក្សាសំណើមស្បែករបស់យើងផងដែរបាទទាំងនេះហើយដែលជាដើមហេតុដែលនាំឲ្យផលិតផលដែលថែរក្សាស្បែកនៅលើពិភពលោកគឺយកផ្លែត្រសក់ដើម្បីចម្រាញ់យកសារធាតុផ្សេងដែលមាននៅក្នុងផ្លែត្រសក់ធ្វើជាគ្រឿងសម្អាងបាទធ្វើជាគ្រឿងថែរក្សាសម្ផស្សជាដើមបាទទី5ជួយទ្រទ្រង់សុខភាពបេះដូងហើយនឹងឆ្អឹងណានៅក្នុងផ្លែត្រសក់គឺវាសម្បូរទៅដោយជាតិប៉ូតាស្យូមបាទដែលជាសារធាតុជួយដល់ការលូតលាស់ឆ្អឹងជួយដល់សុខភាពបេះដូងហើយនឹងការធ្វើចលនាចេញចូលនៅក្នុងផ្នែកកោសិកាបាទដែលវាជួយគ្រប់គ្រងដល់សាច់ដុំហើយនិងបេះដូងរបស់យើងផងដែរបាទវាក៏មានវីតាមីន K បាទដែលជួយទ្រទ្រង់សុខភាពឆ្អឹងហើយនឹងដើរតួនាទីក្នុងការកកឈាមធម្មតាផងដែរបាទទាំងអស់នេះហើយដែលជាអត្ថប្រយោជន៍នៅក្នុងផ្លែត្រសក់ណាអញ្ចឹងដើម្បីទទួលទានត្រសក់ឲ្យមានសុវត្ថិភាពល្អដល់សុខភាពទី1យើងត្រូវលាងត្រសក់ឲ្យបានស្អាតជាមុនសិនណាមុននឹងបរិភោគបាទហើយយើងក៏អាចបរិភោគវាស្រស់បាទជាមួយសាឡាដឬក៏ធ្វើជាទឹកផ្លែឈើផងដែរបាទទី3គឺយើងបរិភោគវាជាមួយអាហារផ្សេងបាទដែលវាមានតុល្យភាពដើម្បីទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ណាហើយបើសិនជាអ្នកមានជំងឺឬក៏ត្រូវការរបបអាហារជាពិសេសបាទ
អ្នកគួរតែពិគ្រោះជាមួយអ្នកមានជំនាញផ្នែកសុខភាពបាទជៀសវាងការទទួលទានតាមតែផ្ដេសតែផ្ដាស់ណាបាទជារួមមកវិញផ្លែត្រសក់ជាបន្លែបាទដែលមានទឹកច្រើនមានកាឡូរីទាបហើយវាបានផ្ដល់សារធាតុចិញ្ចឹមសំខាន់ជាច្រើនដល់រាងកាយរបស់យើងបាទការទទួលទានត្រសក់ជាប្រចាំថ្ងៃបាទជាផ្នែកមួយនៃរបបអាហារដែលមានតុល្យភាពបាទអាចបំពេញជាតិទឹកគាំទ្រដល់ប្រដាប់រំលាយអាហារហើយនឹងទ្រទ្រង់សុខភាពទូទៅរបស់យើងផងដែរបាទបើសិនជាលោកអ្នកយល់ថាវីដេអូនេះមានប្រយោជន៍ណាសូមកុំភ្លេចចុច like share ហើយនិង subscribe ផងដើម្បីគាំទ្រ channel របស់ពួកខ្ញុំហើយអ្នកនឹងទទួលបានវីដេអូថ្មីមកវិញបាទអំពីសុខភាពនិងអាហារូបត្ថម្ភបាទជាចុងក្រោយសូមអរគុណសូមជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទសូមអរគុណ